សម្ពាធឈាមភាគច្រើនដែលខាងបងអូនបង្ហាញជូនលោកគ្រូនេះដោយលោកគ្រូបានជ្រាបហើយវាច្រើនយើងមានថ្នាំសុទ្ធ Stamlo ចាដែលជាអំឡូឌីពីនលេខ5ក៏ដូចជាលេខ10មីលីក្រាមផងដែរចាហើយនៅក្នុងថ្ងៃនេះដែរគឺបងអូនចង់បង្ហាញជូនលោកគ្រូតាក់ទងជាមួយនឹងផលិតផល Resilo ចាដែលជាឡូសាតង់លេខ25និងលេខ50មីលីក្រាមដែលអាចព្យាបាលអ្នកជំងឺលើសពីការគ្រប់គ្រងសម្ពាធឈាមបានយ៉ាងល្អផងដែរចាដោយលោកគ្រូជ្រាបហើយឱសថ Resilo ស្ថិតនៅក្នុងក្រុម ARB ដែលយើងមាន2លេខគឺឡូសាតង់លេខ25ដែលមាន Resilo លេខ25និង Resilo លេខ50ផងដែរចាដែលក្នុងមួយប្រអប់គឺមាន20គ្រាប់ចាហើយឱសថ Resilo លោកគ្រូអាចប្រើទៅលើអ្នកជំងឺ1ទៅ2គ្រាប់ក្នុងមួយថ្ងៃផងដែរក្នុងការព្យាបាលទៅលើអ្នកជំងឺដែលមានបញ្ហាលើសម្ពាធឈាមនេះចាសម្រាប់ឱសថ Resilo ក្នុងការប្រើប្រាស់នៅក្នុង US FDA យើងអាចប្រើទៅលើអ្នកជំងឺដែលមានបញ្ហាលើសម្ពាធឈាមក៏ដូចជាមានបញ្ហាលើសម្ពាធឈាមហើយរីកកម្រាស់សាច់ដុំខាងឆ្វេងចាហើយក៏ដូចជាទៅលើអ្នកជំងឺដែលមាន diabetic nephropathy ផងដែរចាហើយសម្រាប់សហគមន៍អឺរ៉ុបវិញក៏អាចប្រើប្រាស់ Resilo ក្នុងការព្យាបាលទៅលើអ្នកជំងឺដែលមាន heart failure ចាយើងអាចប្រើប្រាស់វាជាជម្រើសទី2ក្នុងការព្យាបាលទៅលើអ្នកជំងឺដែលមាន heart failure ក្នុងករណីដែលគាត់ប្រើប្រាស់ ACE ចាទៅមិនទទួលបានជោគជ័យឬគាត់ប្រើប្រាស់ ACE ទៅវាមានការក្អកខ្លាំងពេកលោកគ្រូអាចប្រើសុទ្ធ Resilo ក្នុងការព្យាបាលទៅលើអ្នកជំងឺដែលគាត់មាន chronic heart failure នឹងវិញបានចាហើយខាង Laboratory D ក៏លោកគ្រូជ្រាបហើយយើងមានទាំងពីរក្រុមទាំង ARB ក៏ដូចជា ACE ផងដែរចាដែលយើងមានក្រុម ARB យើងមាន Resilo ហ្នឹងដែលវាទៅ block grain receptor AT1 របស់ angiotensin 2 ហ្នឹងចាហើយសម្រាប់ ENAM គឺយើងមានពួក ACEI ហ្នឹងគឺ block grain enzyme ACE ចាចាហើយមួយទៀតតកតងជាមួយនឹងឱសថ Resilo ដោយលោកគ្រូជ្រាបហើយក្រុម ARB គឺសាតង់ហ្នឹងគឺយើងប្រើប្រាស់សម្ទៅលើអ្នកជំងឺដែលមានបញ្ហាលើសម្ពាធឈាមចាដែលឡែកយើងឃើញថាឱសថ Resilo ដែលជាឡូសាតង់ហ្នឹងគឺអាចប្រើប្រាស់ទាំងបញ្ហាលើសម្ពាធឈាមក៏ដូចជាទៅលើអ្នកជំងឺដែលមាន heart failure ទៅលើ diabetic nephropathy និង prevent ទៅលើ stroke បានទៀតផងចាអញ្ចឹងក៏ indication របស់ឱសថ Resilo គឺបានច្រើនចាចាតកតងជាមួយនឹងឱសថ Resilo ក៏យើងអាចប្រើប្រាស់ទៅលើអ្នកជំងឺដែលគាត់មានគេហៅថា metabolic syndrome ដែលលោកគ្រូជ្រាបហើយគឺអ្នកជំងឺគាត់មានទាំងអស់ហ្នឹងគឺទាំងលើសម្ពាធឈាមទាំងជំងឺទឹកនោមផ្អែមប្រភេទ2ទាំង high triglyceride ទាំង low HDL cholesterol ទាំងខ្លាញ់រុំក្បាលពោះដុសក្បាលពោះធំហ្នឹងចាអញ្ចឹងយើងអាចចាត់ទុកគាត់ជាអ្នកជំងឺ metabolic syndrome ហើយក៏យើងអាចប្រើប្រាស់ឱសថ Resilo ក្នុងការព្យាបាលទៅលើ metabolic syndrome បានផងដែរដោយសារតែឱសថ Resilo នៅពេលដែលយើងប្រើប្រាស់ទៅវាធ្វើឲ្យសេរ៉ូម adiponectin ហ្នឹងកើនឡើងហើយអាសេរ៉ូម adiponectin ហ្នឹងគឺជា244អាមីណូអាស៊ីតកូឡាហ្សែនដែលដូរជាមួយនឹងប្រូតេអ៊ីនដែលមានតែឱសថឡូសាតង់មួយដែលយើងប្រើប្រាស់ទៅធ្វើឲ្យសេរ៉ូម adiponectin ហ្នឹងកើនឡើងចា៎ចាតកតជាមួយនឹងឱសថ Resilo យើងមានmechanism ទាំងអស់នេះដែលអាច control ទៅលើ pathology metabolic syndrome នឹងបានដោយលោកគ្រូជ្រាបហើយគឺយើងអាចជួយកាត់បន្ថយទៅលើបញ្ហាលើសម្ពាធឈាមក៏ដូចជាកាត់បន្ថយទៅលើ visceral fat ទៅដូចជាកាត់បន្ថយទៅលើ fasting blood glucose ក៏ដូចជា improve ទៅលើ insulin ឲ្យវាសងស៊ីបក្នុងការចាប់ចូលជាតិស្ករទៅប្រើប្រាស់ផងដែរចាអញ្ចឹងជាសរុបមកវិញលោកគ្រូអ្នកគ្រូឱសថ Resilo ខាង Laboratory D យើងមាន2លេខគឺ Resilo លេខ25និង Resilo លេខ50ដែលអាចប្រើប្រាស់ទៅលើអ្នកជំងឺដែលមានបញ្ហាលើសម្ពាធឈាមថ្មីក៏ដូចជាអ្នកជំងឺដែលមានបញ្ហាលើសម្ពាធឈាមហើយគាត់មានជំងឺទឹកនោមផ្អែមជាប្រចាំផងដែរចាហើយឱសថ Resilo គឺមានប្រសិទ្ធភាពក្នុងការបញ្ចុះសម្ពាធឈាមហើយមានអត្ថប្រយោជន៍ក្នុងការជួយការពារទៅលើតម្រងនោមរបស់អ្នកជំងឺលើសម្ពាធឈាមបានទៀតចាហើយខាង Laboratory D ក៏មានថ្នាំបញ្ចុះសម្ពាធឈាមផ្សេងទៀតដែរលោកគ្រូគឺមានឱសថ Stamlo ចាដែលមានវត្តមាននៅលើទីផ្សារប្រជាជាតិកម្ពុជាជិត30ឆ្នាំនេះតែគុណភាពក៏ដូចជាតម្លៃសមរម្យអាចឲ្យលោកគ្រូទទួលយកបានក្នុងការប្រើប្រាស់ទៅលើអ្នកជំងឺដែលមានបញ្ហាលើសម្ពាធឈាមផងដែរចាក៏ដូចជាឱសថ ENAM ដែរចាយើងមានក្រុម ACEI ហ្នឹងគឺយើងមានលេខ10ដែលនាំចូលដោយ Laboratory D ហ្នឹងចាជាជម្រើសដ៏ល្អសម្រាប់អ្នកជំងឺដែលមានបញ្ហាលើសម្ពាធឈាមក្រោមវ័យ55ឆ្នាំចាក៏នៅទៅលើអាចប្រើទៅលើអ្នកជំងឺដែលគាត់មានឬក៏គ្មានជំងឺទឹកនោមផ្អែមក៏អាចប្រើប្រាស់ឱសថ ENAM បានដែរចាឬក៏ទៅលើអ្នកជំងឺដែលមានឬគ្មានជំងឺខ្សោយតម្រងរោមក៏អាចប្រើប្រាស់ឱសថ ENAM នេះបានដែរចាហើយបើសិនជាលោកគ្រូប្រើឱសថខាងប្អូនមួយមុខអត់ចោលលោកគ្រូអាចជ្រើសក្នុងការបូកដែលយើងមានក្រុម3ក្រុមហ្នឹងលោកគ្រូអាចជ្រើសក្នុងការប្រើប្រាស់បូកបានចាអាចយក Stamlo បូកជាមួយនឹង ENAM ឬក៏ Stamlo បូកជាមួយនឹង Resilo ក៏បានដែរចា
ចាហើយខាង Dr. Ridi ក៏យើងមានថ្នាំតាក់ទងជាមួយនឹង anti platelet មួយមុខដែរលោកគ្រូអ្នកគ្រូគឺយើងមានClagri ដែលជា Clopidogrel 75 មីលីក្រាមដែលជួយសម្រួលឲ្យលំហូរសរសៃឈាមរបស់អ្នកជំងឺហ្នឹងគឺបានរលូនល្អចាហើយវាមានសុវត្ថិភាពហើយប្រសិទ្ធភាពខ្ពស់ជាង aspirin ទៀតចាតែក្នុងមួយប្រអប់វាមាន4ម្ទេសស្មើនឹង28គ្រាប់ដែលជាសុទ្ធមួយដែលមានទំនុកចិត្តក្នុងការប្រើប្រាស់ជាពិសេសទៅលើអ្នកជំងឺដែលគាត់មានបញ្ហាកកស្អិតផ្លាកែតនៅក្នុងសរសៃឈាមចាហើយខាង Dr. Ridi ក៏យើងមានថ្នាំថ្មីតាក់ទងជាមួយនឹងពពួក anti coagulant ដែរលោកគ្រូអ្នកគ្រូគឺយើងមាន Rivaroxaban Rivaroxaban ដែល Rivaroxaban ហ្នឹងគឺជា Rivaroxaban លេខ10 15និងលេខ20មីលីក្រាមចាដែលអាចជួយការពារទៅលើអ្នកជំងឺដែលគាត់មាន DVT ក៏ដូចជា PE ឬក៏ការពារទៅលើបញ្ហា stroke ឬក៏ atrial fibrillation ហ្នឹងផងដែរចាដែលយើងមានទាំង3លេខហ្នឹងចាមានលេខ10 15និងលេខ20មីលីក្រាមក៏ដូចជាតកតងជាមួយពពួក Apisaben ក៏ខាង Dr. Ridi យើងនាំចូលមកដែរលោកគ្រូគឺមាន Genisaben លេខ2.5មីលីក្រាមនិង5មីលីក្រាមផងដែរចាដែលអាចការពារក៏ដូចជាព្យាបាលទៅលើអ្នកជំងឺដែលគាត់មានបញ្ហា DVT ឬក៏ PE នឹងបានដូចគ្នាចានេះគឺសម្រាប់តកតងជាមួយនឹងការប្រើប្រាស់ Apisaben ក៏ដូចជា Rivaroxaban ផងដែរចាហើយនឹងឱសថមួយមុខទៀតចុងក្រោយគឺខាង Laboratory Ridi យើងមាន Ome ដែលជា Omeprazole 20មីលីក្រាមចាលោកគ្រូអ្នកគ្រូអាចប្រើប្រាស់ក្នុងការព្យាបាលទៅលើអ្នកជំងឺដែលមានបញ្ហាគ្រប់ពេលហើយជាឱសថមួយដែលបានកូតទេដោយក្រានីត3ស្រទាប់ចាអញ្ចឹងការប្រើប្រាស់របស់វាមានសុវត្ថិភាពហើយលោកគ្រូអ្នកគ្រូប្រើប្រាស់អាចប្រើប្រាស់ល្អក្នុងការប្រើប្រាស់ទៅលើអ្នកជំងឺដែលមានបញ្ហាកាពះជាពិសេសពិបាករំលាយអាហារផងដែរចាហើយมันមានប្រតិកម្មប្រឆាំងជាមួយនឹងឱសថផ្សេងៗលោកគ្រូអ្នកគ្រូប្រើប្រាស់ដោយមានទំនុកចិត្តក្នុងការប្រើប្រាស់ផងដែរហើយតកតងជាមួយនឹងតម្លៃវិញសមរម្យចា4លាន2ចែកឲ្យ2ចេញចាអញ្ចឹងការបង្ហាញតកតងជាមួយនឹងឱសថខាង Laboratory Ridi គឺមានតែប៉ុណ្្នឹងសង្ឃឹមថាលោកគ្រូអ្នកគ្រូទាំងអស់គ្នានឹងជួយគ្រប់គ្រងក៏ដូចជាជួយ prescription តកតងជាមួយនឹងឱសថខាង Laboratory Ridi ចាសូមអរគុណលោកគ្រូអ្នកគ្រូទាំងអស់គ្នាចាសូមហើយអានេះក៏ដូចតែគ្នាដែរមើល CTR ទេ CTR benchmark ប៉ុណ្ណឹងអីដោយ CTR benchmark ប៉ុណ្នេះតាម platform តាម rating មួយជាងមកនេះទៅហើយនេះបងផ្ញើ Excel ថ្ងៃនេះអញ្ចឹងបើសិនជាយើងទិញយើងអាណាអត់ទិញយើងហាយវាទាំងអស់ឲ្យ skim shot មកបញ្ចូលនេះទៅចោលអរគុណដល់ក្រុមហ៊ុនមេតាដែលបានធ្វើបទបង្ហាញបើយើងធ្វើនេះយើងចា៎ចាប់កំភែងចូលដល់កម្មវិធីបញ្ចប់នៃកម្មវិធីនេះខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញលោកវិជ្ជបណ្ឌិតងីបន្លែងជាមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តនិងជាប្រធានគណៈគ្រូពេទ្យខេត្តកញ្ចេះឡើងមានមតិសំណេះសំណាលដើម្បីបិទកម្មវិធីចាសូមគោរពអញ្ជើញគ្រប់កំភែងទាំងអស់យកដកតែនឹងមួយចេញឯងចាចូលអត់អីsummary key learning គេមិនធ្វើទាំងអស់តាទៀតស្មាញ់បាទអញ្ចឹងជាថ្មីម្ដងទៀតបាទសូមអធិស្ឋានដែរដោយសារតែខ្ញុំជាប់ប្រជុំ Zoom មិនតាន់ជាមួយនឹងក្រសួងសុខាភិបាលហើយនឹងក្រ